Đâu còn lại nữa. Năng ấy thì đo lại về cùng bốn chính những chập đàm cho lùm hạt sẵn chắc lùm hạt dưới miền bảy lùm hạt thì mỗi cái vậy để tao cho mùi năng thầm mò bảo chẳng những an và thiên sản mát lịch đó mò cầm bảo miền ông bơi cho mùi năng axit chlorhydric tam sa mây ca cái oi sa mây ca máu calcium carbonate buộc cho mùi năng osman hydrogen sorry buộc cho mùi năng HCl tại đi xa tại cái xe sa mây ca dòng sầm rúa chẳng hạn từ khơi qua tầm biển này dòng hạt bụi Thái dươngទទួលបានកាល់ស្យូមពីរមុខបូកជាមួយនឹងសេលធូបូកទឹកនៅខណៈទេសស្មើ0កំហាប់អ៊ីយ៉ុងកាល់ស្យូមពីរមុខហ្នឹងមានតម្លៃស្មើ0នៅខណៈទេសស្មើនឹង15វិកំហាប់អ៊ីយ៉ុងកាល់ស្យូមពីរមុខហ្នឹងក៏កើតបាន1.8គុណនឹងដកស្វ័យគុណដក3មកក្នុង1លីត្រនៅខណៈទេសស្មើ30មានតម្លៃ3.13គុណនឹងដកស្វ័យគុណដក3មកក្នុង1លីត្រសំណួរគឺសួរថាចូលគណនាល្បឿនមធ្យមកំណោអ៊ីយ៉ុងកាល់ស្យូមពីរមុខនៅចន្លោះពេល15ទៅ30ហើយមួយទៀតចូលទាញរកល្បឿនមធ្យមបំបត្តិអ៊ីយ៉ុងហាបូកហើយលេខ11គឺសួរថាគេដាក់សង្កសីឲ្យមានប្រតិកម្មជាមួយនឹង solution acid sulfuric ចំនួន100 ml នៅកំហាប់6m ករណីម៉ាសសង្កសីសុផាដែលទទួលបានករណីមានអូស្មန်អ៊ីដ្រូសែនដែលភាយចេញពីប្រតិកម្មនៅលក្ខខណ្ឌ STP ហើយគេឲ្យមកប៉ុណ្នេះអីទេយើងចូលលេខ12លេខ12គេនិយាយថាអាស៊ីតអាស៊ីតិកធ្វើប្រតិកម្មជាមួយនឹងអាកុលមួយបង្កើតបានជាអេស្ទែមួយដែល0.4ម៉ូលមានម៉ាស40.3ក្រាមតើអាកុលនេះឬក៏អាកុលនោះមានម៉ាសម៉ូលប៉ុន្មានអញ្ចឹងគោលដៅគឺគេចង់បានម៉ាសម៉ូលអាកុលអញ្ចឹងយើងចូលចម្លើយតែម្ដងយើងចម្លើយរបស់យើងមើលមកករណីម៉ាសករណីល្បឿនមធ្យមកំណោកាល់ស្យូម2បូកអញ្ចឹងកាល់ស្យូម2បូកយើងហ្នឹងគេឲ្យសមីការមកអញ្ចឹងយើងសេសមីការមកសមីការយើងបានប៉ុណ្នេះបន្តមកយើងដាក់តាមរូបមន្តល្បឿនកន្លែងនេះល្បឿនមធ្យមគឺមាន m កន្លែងនេះមាន m អញ្ចឹងល្បឿនមធ្យមគឺមាន m របស់កាល់ស្យូម2បូកទេ1ទេ2ស្មើនឹងល្បឿនកំហាប់នៃកាល់ស្យូម2បូកចំណុចទី2ដកចំណុចទី1លើទេដកទេអអញ្ចឹងទេ1ស្មើនឹង15មានកំហាប់ប៉ុណ្នេះហើយទេដស្មើនឹង30មានកំហាប់3.13គុណនឹង10សេគុណដក3អញ្ចឹងយើងជួយលេខចូលទៅយើងទទួលបានល្បឿនផុសកាល់ស្យូមរបស់យើងនេះល្បឿនកាល់ស្យូមល្បឿនមធ្យមរបស់កាល់ស្យូម2បូកទេ1ទេ2ស្មើនឹងប៉ុណ្នេះអញ្ចឹងល្បឿនពេលយើងចែកទៅយើងបាន0.0886គុណដល់10ស្វ័យគុណដល់3នឹងកំហាប់ m លើវិនាទីចំណែកឯទី2គឺយើងទាររកល្បឿនមធ្យមបំបត្តិអ៊ីយ៉ុងហាបូកអញ្ចឹងតាមសមីការចំនួនម៉ូលហាបូកស្មើនឹង2ដងចំនួនម៉ូលកាល់ស្យូម2បូកយើងមើលសមីការសិនមកអញ្ចឹងសមីការយើងទាររកហាបូកអញ្ចឹងហាបូកយើងនេះ1គុណ2អញ្ចឹង1គុណ2យើងកវែង2ហ្នឹងបោះទៅក្នុងទៅអញ្ចឹងយើងបានចំនួនម៉ូលហាបូកស្មើនឹង2ដងចំនួនម៉ូលកាល់ស្យូម2បូកតាមតំណែងល្បឿនមធ្យមឬក៏តំណែងល្បឿនមធ្យមបំបត្តិហាបូកស្មើទៅនឹង2ដងល្បឿនមធ្យមរបស់កាល់ស្យូម2បូកអញ្ចឹងយក2គុណជាមួយនឹងល្បឿនរបស់កាល់ស្យូមយើងឃើញតម្លៃ10.1772គុណនឹង10ស្វ័យគុណដល់3នេះគឺជាល្បឿនបំបត្តិរបស់ហាបូកចូលលំហាត់មួយទៀតចំណុចកគណនាសង្កសីសូផាតដែលទទួលបានអញ្ចឹងយើងដាក់បំប្រាប់សិនមកបំប្រាប់តកតងជាមួយនឹងអាស៊ីតស៊ូប្រិកមាន
miệt mà rồi ml cầm hạp mùi chẳng như xây sơ mây cá sân máu sơ mây cá có cả rồi viện acid sulfuric cho mùi nắng sang cả xây chẳng như tụi bạn sang cả xây sulfat buộc cho mùi osman hydrogen chẳng như tì như rồi cho mùi mô rồi bỏ acid sulfuric sân máu chẳng như mùi mô acid sulfuric về smart nắng xây về xây smart zone sorry miệt smart zone chịch muối hay miệt cộng hạp smart muối chân côn trùng này tới Nhật Bản cho mùi máu zone chịch mùi mô តាមសម័យកាលឬក៏តាមរូបមន្តចំនួនម៉ូលអូថ្ងៃនេះជាប់តាមមាត់នេះម៉ាស់របស់សង្កសីសូផាតស្មើនឹងចំនួនម៉ូលគុណនឹងម៉ាស់ម៉ូលរបស់សង្កសីសូផាតយើងបូកមកបាន161ចំណែកឯយើងតាមសម័យកាលមកចំនួនម៉ូលរបស់សង្កសីសូផាតនេះចំនួនម៉ូលរបស់សង្កសីសូផាតស្មើនឹងចំនួនម៉ូលអាស៊ីតអញ្ចឹងចំនួនម៉ូលអាស៊ីតយើងរកឃើញខាងលើយើងដាក់មកបន្ទាប់មកយើងគុណមកយកចំនួនម៉ូលគុណនឹងម៉ាស់ម៉ូលមកយើងឃើញចម្លើយនេះតើតើជាមួយនឹងចំណុចកយើងចូលខម្ដងខគេសួររកមានអូស្មန်អ៊ីត្រូសែនដែលភាចេញអញ្ចឹងលំហាត់យើងនឹង12វត្ថុអញ្ចឹងចំណុចក6វត្ថុចំណុចខ6វត្ថុអញ្ចឹងតាមរូបមន្តមានអូស្មန်អ៊ីត្រូសែនស្មើចំនួនម៉ូលលើ m sorry មិនមែនម៉ូលទេដេញតាមរូបមន្តមានរបស់អ៊ីត្រូសែនស្មើនឹងចំនួនម៉ូលគុណនឹង Vm អញ្ចឹង Vm គេឲ្យមក 22.4 លីត្រតាមសម័យកាលចំនួនម៉ូលអូស្មန်អ៊ីត្រូសែនស្មើនឹងចំនួនម៉ូលរបស់អាស៊ីតស៊ូវរិកអញ្ចឹងអាស៊ីតស៊ូវរិកយើងរកឃើញ 0.6 អញ្ចឹងយក 0.6 គុណនឹង 22.4 មកបាន 13.44 នេះគឺជាមាត្ររបស់អូស្មန်ដែលភាចេញអញ្ចឹងលេខ12គេថាតើអាល់កុលនោះមានម៉ាស់ម៉ូលប៉ុន្មានអញ្ចឹងបំរាមគេប្រាប់មកតកតងជាមួយនឹងអេស្ទែយើងមានម៉ាស់និងចំនួនម៉ូលអញ្ចឹងយើងសេសម័យកាលសិនមកសម័យកាលយើងកាត់ឡើងពីអាស៊ីតអាស៊ីដិកបូកជាមួយនឹងអាល់កុលតែអាល់កុលយើងអត់ដឹងថាវាមានម៉ាស់ម៉ូលប៉ុន្មានទេហើយអត់ដឹងថារូបមន្តវាមានកាបូនប៉ុន្មានទេអញ្ចឹងយើងបូកមកយើងទទួលបានអាស៊ីតយើងទទួលបានអេស្ទែដែលអេស្ទែយើងកើតឡើងពីមួយជាអាស៊ីតហើយមួយជាទៀតអាល់កុលអញ្ចឹងអាល់កុលយើងគឺខាង F' ហើយអាស៊ីតយើងគឺកាបូន2ហើយបូកជាមួយនឹងទឹកអញ្ចឹងគោលដៅមុនដំបូងគឺយើងត្រូវរកម៉ាស់ម៉ូលផលអេស្ទែឃើញអញ្ចឹងម៉ាស់ម៉ូលផលអេស្ទែស្មើម៉ាស់លើចំនួនម៉ូលអញ្ចឹងម៉ាស់គេឲ្យមកម៉ូលគេឲ្យមកយើងជួសជុលទៅយើងឃើញម៉ាស់ម៉ូលផលអេស្ទែ102ក្រាមក្នុង1ម៉ូលអញ្ចឹងយើងប្រើតាមច្បាប់រក្សាម៉ាស់របស់អាស៊ីតបូកជាមួយនឹងម៉ាស់អាល់កុលស្មើនឹងម៉ាស់អេស្ទែបូកជាមួយនឹងម៉ាស់ទឹកអញ្ចឹងយើងទីរកម៉ាស់របស់អាល់កុលយើងកវែងអាស៊ីតទៅយើងបានម៉ាស់អាល់កុលស្មើទៅនឹងម៉ាស់អេស្ទែបូកជាមួយម៉ាស់ទឹកដកម៉ាស់អាស៊ីតចេញអញ្ចឹងយើងបូកមួយមកដោយម៉ាស់ម៉ូលរបស់អាស៊ីតស្មើនឹង60ម៉ាស់ម៉ូលទឹកស្មើ18ហើយម៉ាស់ម៉ូលអេស្ទែស្មើនឹង102ចឹងយើងជួសជុលមកយើងដកឲ្យបូកទៀតយើងទទួលបាន60ក្រាមក្នុង1ម៉ូលអញ្ចឹងម៉ាស់ម៉ូលរបស់អាល់កុលស្មើ60ក្រាមក្នុង1ម៉ូលចម្លើយគឺប៉ុណ្្នឹងក៏ប៉ុន្តែខ្ញុំរកមកក្រោមនេះគឺមានន័យថាបើសិនជាករណីគេសួរថាតើអាល់កុលយើងនេះមានកាបូនប្រមាណអញ្ចឹងយើងត្រូវរកតាមហ្នឹងយើងប្រើតាមរូបមន្តអាល់កុលមកទៅនឹងម៉ាស់ម៉ូលអាល់កុលចេញយើងបូកធម្មតាមក 12n បូក 2n បូក2បូក16ស្មើទៅនឹងម៉ាស់ម៉ូលវាម៉ាស់ម៉ូលវា60អញ្ចឹង 12n បូក 2n បាន 14n 14n បូក2បូក16ស្មើ60អញ្ចឹងយើងកវែងនេះទៅនេះបាន18កវែងទៅយក60ដល់18ទៅ42អញ្ចឹងយើងទីរក n យើងយក42ចែកនឹង14បាន3អញ្ចឹងមានន័យថាដែល n ស្មើ3ហ្នឹងយើងបានរូបមន្តអាល់កុលគឺ C3H8O
ចឹងរូបមន្តអកលយើងគឺកាបូន3ចឹងញាសាទី1ចប់ប៉ុណ្ណឹងអ្នកគ្រូជុំញាសាទី2ញាសាទី2នេះលោកគ្រូទៅនេះវិញ្ញាសាទី1របស់លោកគ្រូបរៀនពីនេះវិញបានអត់លោកគ្រូវិញ្ញាសាទី1រៀនពីលំនឹងពីអីលោកគ្រូថេរំកិលលំនឹងអូតើទៅមានការរំកិលលំនឹងមែនចាវាអត់តន់ដល់នេះគ្រូវិញ្ញាសាលោកគ្រូតម្លាក់ឲ្យហ្នឹងអាហ្នឹងខ្ញុំកំពុងរកពីបងគ្រូបរៀនអត់ឃើញក៏បងគ្នាទៅអត់ចាញ់អូញាសាទីម៉ានអ្នកគ្រូបងខ្ញុំបើកចេញបងលោកគ្រូហ្នឹងខ្ញុំថតឲ្យណាហ្នឹងនៅខាងលើគេប្រអស់តពទី1តពទី1ចាហ្វាល់មួយណាអ្នកគ្រូហ្វាល់មួយណាហ្វាល់លោកគ្រូតម្លាក់ចុងក្រោយគេជុំអត់ទេទៅជាមួយនឹងតម្លាក់ចុងក្រោយគេអូទី1 23វិញ្ញា10អូអ្នកគ្រូចង់និយាយខាងនេះមែនជុំចាវិញ្ញាសាប្រឡងឆ្នាំ2021លោកគ្រូអ្នកគ្រូចង់និយាយមួយនេះមែនចាលោកគ្រូចឹងក៏បានបរិសាពេលប្រឡងដូចជាចេញចម្រុះពេលខ្លះអាចចេញពីវិញ្ញាសាចាស់មកចឹងលោកគ្រូចឹងទៅចង់ឲ្យនឹងអញ្ចឹងចាប់ផ្ដើមចូលញាសានឹងដល់ទៅចាចាញាសានេះញាសាទី11ចាខ្ញុំឃើញនៅក្នុងហ្នឹងវាលោតនេះវិញ្ញាសាអូមកពីនេះលេខនេះលោតទី1វិញបាទនេះក៏បាទអញ្ចឹងសំណួរទី1គេសួរថាចូលឲ្យឈ្មោះកតាទាំង3ដែលនាំឲ្យរំខានដល់លំនឹងហើយទី2ចូលរៀបរាប់ស្ថានភាពទាំង3ដែលអ៊ីយ៉ុងចូលធ្វើប្រតិកម្មជាមួយគ្នាឈានទៅរកសពហើយទី3ចូលរៀបរាប់ពីផលអ៊ីយ៉ុងកម្មផលអ៊ីយ៉ុងរួមហើយលេខ4នេះបោះគេអត់យល់ទេអារៀបរាប់ផលអ៊ីយ៉ុងរូមហ្នឹងអត់ដឹងចង់និយាយពីអីទេនឹងបើប្រឡងចេញអត់ដឹងថាគេចង់និយាយពីអីទេកន្លែងហ្នឹងផលអ៊ីយ៉ុងរួមហ្នឹងមានន័យថានៅខាងអង្គធាតុកកើតនិងអង្គធាតុប្រតិកហ្នឹងវាមានអ៊ីយ៉ុងរួមណាគ្រូចាអញ្ចឹងអ្នកគ្រូមើលប្រធានទៅហើយមើលចម្លើយទាំងអស់គ្នាអញ្ចឹងចម្លើយគេថាកតាទាំង3ដែលរំខានដល់លំនឹងគីមីយើងហ្នឹងមាន3ទី1តកតងជាមួយនឹងកតាសម្ពាធទី2កំហាប់និងទី3សីតុណ្ហភាពហើយដល់ទៅពេលលេខ2នេះរៀបរាប់ពីស្ថានភាពទាំង3ដែលអ៊ីយ៉ុងចូលធ្វើប្រតិកម្មជាមួយគ្នាឈានទៅរកសពអញ្ចឹងករណីទី1ហ្នឹងប្រតិកម្មហ្នឹងកំណរជាឧស្ម័នហើយទី2ហ្នឹងប្រតិកម្មកំណរជាកកកំណរនេះដូចជាណទេមិនមែនណទេកំណរហើយទី3គឺប្រតិកម្មឲ្យផលជាសារធាតុបំបែកជាអ៊ីយ៉ុងបានតិចអញ្ចឹងនៅក្នុង solution មួយកាលណាមានវត្តមាននៃ3ហ្នឹងធ្វើឲ្យប្រតិកម្មហ្នឹងឈានទៅរកសពនៅក្នុងថ្នាក់ទី12ទេចំណែកលេខ3ផលអ៊ីយ៉ុងរួមមាន2ចំណុចផលអ៊ីយ៉ុងរួមឲ្យផលជាកកហើយទី2ផលអ៊ីយ៉ុងរួមដែលបន្ថយកម្រិតអ៊ីយ៉ុងកម្មមានន័យថាតកតងជាមួយនឹងផលអ៊ីយ៉ុងរួមបន្ថយកម្រិតអ៊ីយ៉ុងកម្មនេះប្រៀបបីដូចជានៅពេលដែលយើងយកទឹកស្ករយើងយកទឹកមកហើយយើងយកស្ករទៅរំលាយ
រំលាយមុនដំបូងឃើញថាស្ករហ្នឹងរលាយទាំងអស់ចូលទៅក្នុងទឹកហ្នឹងតែរំលាយយូរៗទៅធ្វើឲ្យទឹកយើងហ្នឹងលែងរំលាយស្ករមានន័យថាសូរ៉ូឌីយមយើងជាសូរ៉ូឌីយមឆ្អែតឯងអញ្ចឹងមានន័យថានេះអ៊ីយ៉ុងរួមបន្ថយកម្រិតអ៊ីយ៉ុងកាំមានន័យថាវាលែងបំបែកទៀតហើយវាលែងបំបែកស្ករខ្លាយទៅជាសូរ៉ូឌីយមទៀតហើយវានៅជាក្រាមដដែលហើយចំណែកឯផលអ៊ីយ៉ុងរួមឲ្យជាកកនេះខ្ញុំឧទាហរណ៍ដូចជាអ៊ីយ៉ុងប្រាក់ប្រតិកម្មជាមួយនឹងអ៊ីយ៉ុងក្លយើងទទួលបានលេងកកប្រាក់ក្លរហ្នឹងតើតើជាមួយនឹងអ៊ីយ៉ុងរួមឲ្យជាកកចំណែកឯលេខ4ទិសដៅគ្រូចាំតិចខ្ញុំទៅសេលេខ3សិនចាបន្តទៀតបាទអញ្ចឹងតើតើជាមួយនឹងលេខ4នេះគេថាព្យាករទិសដៅរំកិលលំនឹងកាលណាគេបង្កើនសម្ពាធអញ្ចឹងសម្ពាធមានឥទ្ធិពលតែទៅលើឧស្ម័នទេក្រៅពីឧស្ម័នគឺគ្មានឥទ្ធិពលទេអញ្ចឹងនៅពេលដែលយើងប្រឡងយើងមិនបាច់ទៅរៀបរាប់អីច្រើនបែបនេះទេច្រើនបែបហ្នឹងខាត់មកងាប់អញ្ចឹងសម្ពាធនេះបើគេបង្កើនសម្ពាធអញ្ចឹងយើងមើលទៅលើចំនួនម៉ូលរត់ពីធំទៅទូចអាហ្នឹងបើគេបង្កើនសម្ពាធតែបើគេបន្ថយសម្ពាធចំនួនម៉ូលរត់ពីចំនួនម៉ូលតូចមកចំនួនម៉ូលធំវិញអញ្ចឹងតកតងជាមួយនឹងចំណុចកនេះបើគេបង្កើនសម្ពាធទិសដៅនៃប្រតិកម្មហ្នឹងគឺរំកិលទៅស្ដាំមូលហេតុដែលរំកិលទៅស្ដាំគឺដោយសារតែចំនួនម៉ូលខាងអុកស៊ីហ្សែនយើងមានមេគុណ3ហើយចំណែកឯមេគុណអូโซនយើងមានមេគុណ2អញ្ចឹងមេគុណវាខុសគ្នាចំនួនម៉ូលខាងនេះ3ខាងនេះ2អញ្ចឹងរត់ពីចំនួនម៉ូលធំទៅចំនួនម៉ូលតូចតកតងជាមួយនឹងបង្កើនសម្ពាធតែបើគេបន្ថយសម្ពាធគឺរត់ពីចំនួនម៉ូលទូចទៅចំនួនម៉ូលធំហ្នឹងហើយអ្នកគ្រូប៉ុណ្ណឹងតទៅមុខទៀតតកតងជាមួយនឹងខាងក្រោមនេះយើងមិនបាច់ទៅសេច្រើនទេសេច្រើនអញ្ចឹងវាវែងយើងគ្រាន់តែថាកយើងដាក់មកលំនឹងរំកិលទៅស្ដាំតែប៉ុណ្្នឹងទៅបានហើយគេអត់ឲ្យយើងបញ្យល់ទេបើគេឲ្យយើងបញ្យល់ចាំយើងបញ្យល់ចំណែកឯទី2យើងមើលអ៊ីសូសែនមេគុណ1ក្លមេគុណ1បូកចូលគ្នាទៅបាន2ខាងអង្គធាតុប្រតិកលចំណែកឯខាងធាតុកកើតយើងបាន2ដែរអញ្ចឹងតើតើជាមួយនឹងការបង្កើនសម្ពាធគ្មានឥទ្ធិពលទៅលើលំនឹងទេយើងថាគ្មានការរំកិលលំនឹងក៏បានគ្មានឥទ្ធិពលក៏បានដែរហ្នឹងតើតើជាមួយនឹងចំណុចខលោកគ្រូកន្លែងហ្នឹងអញ្ចឹងមានន័យថាអ៊ីត្រូសែនហ្នឹងបើទោះជាយើងបង្កើនសម្ពាធទៅលើវាក៏វាមិនអាចកើនទៅធ្វើឲ្យលំនឹងរំកិលទៅស្ដាំដែរអញ្ចឹងមានន័យថាវាមិនរំកិលតែហ្មងលោកគ្រូបាទមិនរំកិលទេមូលហេតុដែលមិនរំកិលនោះដោយសារតែយើងបូកចំនួនម៉ូលវាមកខាងនេះ1ម៉ូលខាងនេះ1ម៉ូលបូកចូលគ្នាមកបាន2ម៉ូលអញ្ចឹងខាងអង្គធាតុប្រតិកលយើងមាន2ម៉ូលហើយខាងអង្គធាតុកកើតយើងមាន2ម៉ូលអញ្ចឹង2ម៉ូលដូចគ្នាអញ្ចេះគេបង្កើនសម្ពាធក្តីគេបន្ថយសម្ពាធក្តីគឺគ្មានឥទ្ធិពលដូចគ្នាអញ្ចឹងយើងគិតថាវាជាប្រភេទឧស្ម័នពេលដែលបង្កើនទៅធ្វើឲ្យវាអីនេះទេគឺសំខាន់ទៅលើមេគុណរបស់វាគឺវាស្មើគ្នាទី1មេគុណស្មើគ្នាទី2យើងមើលផាសមានឥទ្ធិពលទៅលើផាសឧស្ម័នទេផាសអត់មានទេអត់មានឥទ្ធិពលទេប៉ុន្តែអាហ្នឹងវាគេជាប្រភេទឧស្ម័នទាំងអស់លោកគ្រូពួកអីអ៊ីត្រូសែនជាមួយ CL លោកគ្រូដាក់នេះដែលផាសវាហ្នឹងហើយឧស្ម័នទាំងអស់តើអ្នកគ្រូចាផាសេនេះផាឧស្ម័នចាបាទយើងខំដាក់រំកិលទៅស្ដាំមកពិតមិនរំកិលទេមានការរំកិលលំនឹងឬក៏យើងអាចនិយាយថានេះសម្ពាធគ្មានឥទ្ធិពលដល់ការរំកិលលំនឹងនៃប្រព័ន្ធទេអានេះគេឆ្លើយបែបពន្យល់មានន័យថាបើសិនជាប្រធានលំហាត់ហ្នឹងគេឲ្យយើងពន្យល់គឺយើងឆ្លើយបែបហ្នឹងក៏ប៉ុន្តែសំណួរគេសួរថារំកិលទៅឆ្វេងឬទៅស្ដាំឬគ្មានការរំកិលលំនឹងទេគេសួរតែប៉ុណ្្នឹងទេអញ្ចឹងយើងឆ្លើយមកថា
គ្មានការរំកិលនឹងយើងឆ្លើយទៅប៉ុណ្្នឹងបាទនេះចំណែកឯកយើងមើលមេគុណខាងមុខ sorry អាសូតនេះ2អុកស៊ីហ្សែន1បូកចូលគ្នាមកបាន3ចំណែកឯខាងអាសូតអុកស៊ីតយើងនេះ2អញ្ចឹងរវាង3និង2នេះគឺ3ធំជាងអញ្ចឹងបើ3ធំជាងគេនិយាយថាបង្កើនសម្ពាធអញ្ចឹងគឺវារត់ពីចំនួនម៉ូល3នេះមកចំនួនម៉ូល2អញ្ចឹងរំកិលលំនឹងនេះរំកិលទៅស្ដាំមិនមែនមកឆ្វេងទេចំណុចខក៏ដូចគ្នាដែរខយើងមើលមកនេះ1ម៉ូលបូកចូលខាងនេះ1លើ2ម៉ូលស្មើទៅនឹង1អញ្ចឹងខាងនេះបើបូកចូលគ្នាទៅយើងបាន1.5 1កន្លះស្មើនឹង1កន្លះប្រាប់អានេះគូភាសានេះ1អានេះកន្លះចាអញ្ចឹងបូកចូលគ្នាទៅបាន1កន្លះអញ្ចឹង1កន្លះនិង1កន្លះធំជាង1អញ្ចឹងរំកិលនៅទៅស្ដាំដែរតើណានេះគូនេះទៅស្ដាំចាតនហ្នឹងហើយទឹកខំទៀតនេះតកតងខាងក្រោមនេះគេនិយាយបន្ថយម្ដងខាងលើមិញគេនិយាយបង្កើនខាងក្រោមនេះគេនិយាយបន្ថយម្ដងអញ្ចឹងគេថាព្យាករទិសដៅរំកិលលំនឹងកាលណាគេបន្ថយសម្ពាធខាងលើមិញគេបង្កើនខាងក្រោមនេះគេបន្ថយអញ្ចឹងបន្ថយសម្ពាធរត់ពីចំនួនម៉ូលទូចទៅចំនួនម៉ូលធំវិញម្ដងតកតងនឹងបន្ថយរត់ពីចំនួនម៉ូលទូចទៅចំនួនម៉ូលធំបើបង្កើនរត់ពីចំនួនម៉ូលធំមកចំនួនម៉ូលទូចអញ្ចឹងយើងមើលទាំងអស់គ្នាមកខាងនេះផាសសេមាន1ខាងនេះគឺផា EQ អត់មានឥទ្ធិពលផា L ក៏អត់មានឥទ្ធិពលដែរអញ្ចឹងខាងនេះ0ខាងនេះ1អញ្ចឹងរវាង0និង1មួយណាធំជាងតែចម្លើយខុសនេះរវាង0និង1មួយធំជាងបើមួយធំជាងរំកិលពីតូចមកធំពីតូចមកធំអញ្ចឹង0តូចជាង1អញ្ចឹងរំកិលពីខាងនេះមកខាងនេះអញ្ចឹងចម្លើយគេនេះត្រូវហើយរំកិលទៅស្ដាំចំណែកឯអក្សរខយើងអាមួយញោមក្លោរួយើងនេះ0មូលហេតុអង្គគេសន្មតថា0ដោយសារតែវាផាស S តើតើជាមួយនឹងសម្ពាធគឺអត់មានឥទ្ធិពលទេចំណែកឯអាមួយញាក់យើងនេះមេគុណវា1បាន1 HCl យើងនេះក៏ជាឧស្ម័នដែរអញ្ចឹងបូកមួយទៀតបាន1អញ្ចឹងបូកចូលគ្នាទៅបាន2អញ្ចឹងរវាង2និង0មួយណាធំជាង2ធំជាងមែនអត់អញ្ចឹងចំនួនម៉ូលគឺរត់ពីតូចមកធំបើគេបន្ថយសម្ពាធអញ្ចឹងទៅស្ដាំដែរមួយទៀតតកតងជាមួយនឹងកគេថាអានេះសិតតែជាផៅស្មានទាំងអស់1បូកចូលគ្នាមកបាន2ខាងនេះ1ខាងនេះ1បូកចូលគ្នាមកបាន2អញ្ចឹងខាងនេះក៏2ខាងនេះក៏2ស្មើគ្នាអញ្ចឹងដោយសារតែចំនួនម៉ូលស្មើគ្នាអញ្ចឹងឯងសម្ពាធគ្មានឥទ្ធិពលទេអញ្ចឹងយើងឆ្លើយធម្មតាថាមានការរំកិលលំនឹងក៏បានឬក៏យើងអាចឆ្លើយតាមគេចេះក៏បានដែរក៏ប៉ុន្តែបើឆ្លើយតាមគេនេះរឿងវែងបន្តិចយើងឆ្លើយធម្មតាមកគ្មានការរំកិលលំនឹងឬក៏សម្ពាធគ្មានឥទ្ធិពលលើប្រព័ន្ធប៉ុណ្ណឹងក៏បានដែរអញ្ចឹងយើងចូលខយើងមើលទាំងអស់គ្នាខាងនេះ1ខាងនេះ1បូកចូលគ្នាទៅ2អញ្ចឹង2ខាងនេះ2ដែរស្មើគ្នាទៀតហើយអញ្ចឹងយើងឆ្លើយថាគ្មានការរំកិលលំនឹងតទៅទៀតយើងបញ្ចប់លេខ6មួយទៀតទៅហើយចាំសម្រាប់អូអត់តនេះតនេះអត់តភាសា3នាទីទៀតតោះយើងមើលលេខ6គេថាលំនឹងមានការប្រែប្រួលក្នុងករណីខាងក្រោមយើងមើលមក
có bà kế rùm đó order trên pi phục bọn thì mơ mấy cá buôn ammonia bột cho mùi nâng pram order oi phoi chia buôn NO bột cho mùi nâng mùi tật thì thà lùm nâng này phục bọn miền từ đá từ đàm mua hai đấy bạn từ đàm sorry từ Spainពីស្ដាំទៅឆ្វេងមូលហេតុគឺដោយសារតែគេរំដោះអូដឺចេញបើគេរំដោះអូដឺចេញប្រៀបបីដូចជាអញ្ចឹងអ្នកគ្រូខ្ញុំទៅពីទៅមានន័យថាពីងពីនេះខ្ញុំតសយោមានន័យថាសយោនឹងអាចធ្វើឲ្យទឹករត់បានឯងអញ្ចឹងនីវ៉ូទឹកមុនដំបូងគឺស្មើគ្នាបែបហ្នឹងបើសិនជាខាងនេះ3លីត្រឬក៏ខាងនេះ3គីបខាងនេះក៏3គីបដែរអញ្ចឹងលំនឹងនីវ៉ូនៃទឹកពីងទាំងពីរហ្នឹងស្មើគ្នាបន្ទាប់មកខ្ញុំចាត់ទុកថាកន្លែងនេះសញ្ញាព្រួយចុះអញ្ចឹងខាងនេះអង្គធាតុកកើតហើយខាងនេះអង្គធាតុប្រតិកអញ្ចឹងខ្ញុំចាប់ផ្ដើមដងទឹកចេញពីពីងខាងនេះដាក់ចូលក្នុងធុងអញ្ចឹងខ្ញុំសួរថាតើទឹកហ្នឹងពីងខាងហ្នឹងហូរទៅខាងនោះឬក៏ពីងខាងនេះហូរមកខាងនេះអញ្ចឹងប្រកាសណាគឺពីងខាងស្ដាំហ្នឹងទឹកនៅខាងស្ដាំហ្នឹងគឺហូរតាមសយោហ្នឹងមកខាងឆ្វេងអញ្ចឹងខាងលើនេះក៏ដូចគ្នាដែរគឺយើងកាលណាយើងរំដោះអូដឺចេញអញ្ចឹងលំនឹងនៃប្រតិកម្មហ្នឹងគឺរំកិលមកឆ្វេងយើងថាយើងឆ្លើយទៅមួយម៉ាត់ក៏បានដែរយើងឆ្លើយថារំកិលទៅខាងឆ្វេងយើងឆ្លើយប៉ុណ្្នឹងក៏បានដែរយើងមិនបាច់ឆ្លើយវែងដូចសរសេរនៅក្នុងសៀវភៅហ្នឹងក៏បានដែរចំណុចខគេថាបើគេបន្ថែមអូដឺឲ្យប្រព័ន្ធអញ្ចឹងគោលដៅយើងមើលគឺយើងមើលតែអូទេអូយើងនៅខាងអង្គធាតុប្រតិកបើគេបន្ថែមមានន័យថាលំនឹងហ្នឹងគឺរំកិលទៅស្ដាំហើយតើអត់នេះគឺតើតងកន្លែងហ្នឹងតន់លោកគ្រូតន់ហ្នឹងហើយដល់ពេលចុងក្រោយអសពកនេះបើគេបន្ថែមកាបូនទៅឲ្យប្រព័ន្ធតើលំនឹងហ្នឹងរំកិលទៅខាងណាអញ្ចឹងតកតងនឹងកន្លែងនេះយើងត្រូវគិតបន្តិចតកតងជាមួយនឹងមេរៀនគេថានៅក្នុងមួយចំពោះតកតងជាមួយនឹងលំនឹងគីមីហ្នឹងគឺអត់មានអង្គធាតុរឹងទេអញ្ចឹងអង្គធាតុរឹងអត់មានឥទ្ធិពលលើលំនឹងទេបើអ្នកគ្រូអត់ជឿទេអ្នកគ្រូអាចមើលខាងលើបានតកតងជាមួយនឹងនេះកត្តាទាំង3មានន័យថាកត្តារំខានដល់លំនឹងហ្នឹងមានតែ3ទេទី1គឺសម្ពាធទី2កំហាប់និងទី3សីតុណ្ហភាពចំណែកឯកត្តាលីកូនិងអង្គធាតុរឹងឬក៏ទំហំភាគល្អិតហ្នឹងគឺអត់មានឥទ្ធិពលទេលើលំនឹងគីមីតោះណានេះគ្រូចាលោកគ្រូតន់